បងប្អូនមិត្តភក្តិយើងអស់គ្នាដែលមើលផ្លែប៉ោមមកបងប្អូនធំនេះកន្លែង office គេធ្វើការធំបងប្អូននេះទៀបមកកណូប៉ុន្តែនៅខៀវចឹងមើលអត់សូវដឹងទេអានេះរៀងធំបាទខ្លះទូចប្រហែលផ្លែ cherry ប្រហែលពុតធាគីឡូនេះរៀងពួកកដាលបងប្អូនទំហំពួកកដាលវានៅបៃតងឡើយទៅពេលចេញពណ៌ឆ្ងាញ់ហើយនៅស្រុកនេះគេដាំបងប្អូនគេអត់ហូបទេធ្លាក់ចោលស្អុយចោលនៅផាំងអីធ្លាក់ចោលស្អុយចោលក្នុងព្រៃក៏គ្មានណាបេះដែរពួកអាកាំងប៉ះចំអាស៊ីយើងហ្នឹងគ្មានសល់ទេនេះដោយសារនៅកន្លែង office គេធ្វើការនេះណាបាទគុំអីតិចអស់ហើយបាទបើសិនជាយើងបេះរបស់គេវាខុសច្បាប់បាទតើគេឲ្យឬក៏យើងសុំគេបើទៅតាមស្រុកស្រែទៅតាមខេត្តវិញសម្បូរណាស់ជាពិសេសកន្លែងគេឈប់បត់ជើងឈប់សម្រាប់អីអ្នកដែលបើកទៅឆ្ងាយបងប្អូនហើយមកនេះមកបោកខោអាវទេបងប្អូនហើយក៏ឆ្លៀតមកបោកអាវមួយមកស្អីឆ្លៀតថតពួកអីវានៅចិត្តកន្លែងបោកខោអាវហ្នឹងម៉ាស៊ីនបោកអាវនេះល្អរៀងថ្លៃប៉ុនបោកល្អហាលបោក20នាទីជាងហាលកន្លះម៉ោងឬក៏យើងចង់ដាក់ឲ្យលើកន្លះម៉ោងក៏បានដែរថែមកាក់ពីតាមផ្សេងអាខ្វល់បាទតែអាម៉ោងម៉ាស៊ីនហ្នឹងដូចជាយឺតជាងអាម៉ោងយើងដូចវា20នាទីចឹងអាម៉ោងយើង23ហ្នឹងនេះសបោថ្ងៃនេះស្ងាត់ថ្ងៃព្រោះចុងអាទិត្យឬក៏ថ្ងៃច័ន្ទដូចច្រើនថ្ងៃហ្នឹងតែដាក់ណែនពេកអត់ស្ងួតទេព្រោះស្ងួតទេនេះ3រៀលហើយចុចនេះយកអាមីឌៀមនេះតែចុចដាក់អាក្តៅដាក់អា high temperature ហ្នឹងអាណាមានជ័រដូចនៅកអីចង់ឲ្យលួយតាហើយស្លេកអស់ដាក់អាមីឌៀមបើតិចដាក់អាឡូនេះក៏បានដែរនេះអា no heat ហ្នឹងដាក់គេគ្រាន់ដាក់កុំឲ្យno heat ហ្នឹងគេដាក់ឲ្យបាត់ក្លិនណាគេអត់គិតថាស្ងួតទេវីដេអូនេះអត់មានអីទេបងប្អូនមានតែប៉ុណ្្នឹងឯងថតលេងឃើញដើមប៉មនៅចិត្តណៃបោកឲ្យក៏ថតលេងទៅហើយដាក់ហើយទុកចោលទៅផឹកវេមកវិញមិនយកសុខបាយអស់នេះបងប្អូន